សួស្តីអ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាសុខសប្បាយទេថ្ងៃនេះខ្ញុំមានវីដេអូថ្មីមកចែកជូនដល់អ្នកទាំងអស់គ្នាដោយសារមួយរយៈនេះខ្ញុំឃើញអ្នកទាំងអស់គ្នាមានបញ្ហាច្រើនពាក់ព័ន្ធជាមួយនឹងការ add story នៅក្នុង Facebook ហើយវាអត់មានបទចម្រៀងជាភាសាខ្មែរដោយសារការអាប់ដេតរបស់ Facebook វាឈានដល់ការបទចម្រៀងរបស់យើងទាំងអស់ចឹងដូចចូលក្នុងការ add story មួយនេះចឹងខ្ញុំឧទាហរណ៍វាអត់មានបទចម្រៀងខ្មែរយើងទេវាអត់ load មកទេចឹងតម្រូវស្រាយសម្រាប់វីដេអូនេះខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបានថាយើងអាចទៅយកបទចម្រៀងដែលយើងធ្លាប់ប្រើប្រាស់ពីមុនមកបានចឹងអ្នកទាំងអស់គ្នាប្រើបទអីពីមុនមកគឺយើងអាចប្រើបទហ្នឹងទៅប្រើម្ដងទៀតបានចឹងយើងចូលទៅ profile យើងដំបូងយើងចុចកន្លែង profile ហ្នឹងមកពេលដែលចុច profile យើងចុចកន្លែង trace 3ពេលដែលយើងចុច trace 3យើងចុចកន្លែង archive ហ្នឹងមកបន្ទាប់មកទៀតយើងចុចកន្លែង story archive ហ្នឹងមកតមកអ្នកទាំងអស់គ្នាពេលដល់កន្លែងនេះយើងអុកទៅរកstory ចាស់យើងដែលធ្លាប់ add story ដែលជាប់បទចម្រៀងខ្មែរយើងដែលយើងធ្លាប់ add នៅក្នុង story ហ្នឹងយើងមកប្រើប្រាស់ឡើងវិញជាស្ដែងឥឡូវខ្ញុំកំពុងតែរកបទមួយដើម្បីយកមកឧទាហរណ៍អញ្ចឹងជាមួយខ្ញុំយកបទណាចេះនេះអត់មានទេអូខេអញ្ចឹងនេះជាបទខ្មែរដែលខ្ញុំចង់ប្រើប្រាស់អញ្ចឹងយើងចុចកន្លែងហ្នឹងមកចុចកន្លែងបទចម្រៀងហ្នឹងមកពេលដែលចុចកន្លែងបទចម្រៀងហ្នឹងហើយគឺយើងចុចកន្លែង use song ហ្នឹងមកបន្ទាប់ពីចុចកន្លែង use song យើងចុចតាមអាហ្នឹងមកចុចតាមខ្ញុំមកតមកហើយទុយហោខ្ញុំដាក់រូបហ្នឹងចុះអញ្ចឹងខ្ញុំដាក់រូបហ្នឹងខ្ញុំជ្រើសរើសយក template បទចម្រៀងមួយហ្នឹងយើងប្រើដាក់គាត់ដាក់អញ្ចឹងណាអូខេបន្ទាប់មកបន្ទាប់ពីដាក់អញ្ចឹងហើយពេលដែលយើងដាក់ហើយអ្នកនរចង់រុញវាទៅណាទៅណីក៏បានតាមអីដែលយើងចង់ធ្វើអញ្ចឹងណាជាក់ស្ដែងពេលដែលយើងដាក់អញ្ចឹងហើយយើងគាត់ឲ្យចុច post មកគឺអូខេហើយមានអ្នកទាំងអស់គ្នាអាចប្រើប្រាស់បានហើយអាច post story បទនឹងបានឡើងវិញហើយអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែករំលែកដល់អ្នកទាំងអស់គ្នាដែលអត់ដឹងថាត្រូវធ្វើម៉េចដើម្បីបានបទចាស់យកមកប្រើជាភាសាខ្មែរឬក៏បទដែលធ្លាប់ប្រើអញ្ចឹងណាអរគុណសម្រាប់ការទស្សនាជួបគ្នាម្ដងទៀតនៅវីដេអូក្រោយអរគុណច្រើន